គេក៏ឆែកដល់អាវ៉ាលីធំនោះបងប្អូនបាទអាទូចហ្នឹងបកលក្ខណៈទៅដល់អាវ៉ាលីធំហើយដល់ពេលគេបើកអាវ៉ាលីធំហ្នឹងមកបាទហើយបងប្អូនដឹងស្រាប់ហើយបាទនៅក្នុងហ្នឹងគឺយើងតែងតែដាក់ហើយបាទខ្ញុំសូមជម្រាបសួរបាទហើយបងប្អូនសុខសប្បាយជាទេហើយប្រហែលថ្ងៃឯខាងមុខនេះបាទចិត្តមកដល់ហើយបាទចូលឆ្នាំថ្មីនៃប្រពៃណីជាតិរបស់យើងហើយបងប្អូនបាទដែលជាខ្មែរទូទាំងសកលលោកបាទមិនថានៅប្រទេសអាល្លឺម៉ង់សហរដ្ឋអាមេរិកគឺជាប្រទេសនានាដែលឯនាយសមុទ្របាទក៏បានប្រារព្ធធ្វើនៅកម្មវិធីបាទបុណ្យចូលឆ្នាំថ្មីនៃប្រពៃណីជាតិរបស់យើងហើយជាពិសេសគឺនៅឯស្រុកខ្មែរបាទយើងឃើញក៏តាមប្រព័ន្ធ YouTube ឬក៏តាមប្រព័ន្ធគេថា Facebook គឺថាមើលទៅសប្បាយណាស់បាទម្នាក់បាទតាមវត្តអារាមនានាមានការគេហៅថារៀបចំនៅកម្មវិធីបាទមហាសង្ក្រាន្តហ្នឹងហើយជាពិសេសបងប្អូនខ្មែរយើងនៅឯនីសមុទ្រហ្នឹងក៏នាំគ្នាបាទធ្វើដំណើរទៅលេងឯស្រុកកំណើតដើម្បីនឹងបានទៅចូលរួមនៅក្នុងកម្មវិធីបុណ្យចូលឆ្នាំយើងនៅឯស្រុកអញ្ចឹងណាហើយដល់អញ្ចឹងហើយគឺថាត្រឡប់មកវិញគឺមានបញ្ហាមួយចំនួនបាទបញ្ហារឿងគេហៅថាសម្ភារៈដែលនាំចូលមកក្នុងឯប្រទេសអាល្លឺម៉ង់ក៏ដូចជានៅប្រទេសបារាំងបាទដែលខ្ញុំចង់លើកមកចែកជូនដល់បងប្អូនដើម្បីមានការប្រុងប្រយ័ត្នបាទអញ្ចឹងហើយបើសិនជាបងប្អូនចាប់អារម្មណ៍នៅវីដេអូរបស់ខ្ញុំបាទសូមមេត្តាតាមដានពីដើមទៅចប់ហើយសូមមេត្តាជួយចុច like និង share និង subscribe vàoវីដេអូរបស់ខ្ញុំផងដើម្បីឲ្យបានដល់បងប្អូនបាទយ៉ាងច្រើនដើម្បីគាត់មានការប្រុងប្រយ័ត្នកុំឲ្យគាត់ទៅលេងអីស្រុកខ្មែរបាទឲ្យត្រឡប់មកវិញហ្នឹងគឺភ្ជាប់ជាមួយនៅរបស់របរមួយចំនួនបាទដូចថាយើងមិនបានការមានការប្រុងប្រយ័ត្នត្រូវបានគេដកឬក៏បាទក៏វត្តចោលក្នុងធុងសម្រាមបាទដោយសារតែគេគិតថារបស់អស់ហ្នឹងគេមិនឲ្យយើងនាំចូលណាបាទដូច្នេះហើយខ្ញុំបាទរៀបរាប់ចែកជូនដល់បងប្អូនដោយសារតែខ្ញុំមានមិត្តភ័ក្តិនៅឯស្រុកប្រាំងហើយក៏ដូចជានៅប្រទេសអាល្លឺម៉ង់បាទមានការហៅថាប៉ះពាល់បញ្ហាហ្នឹងបាទដោយសារបញ្ហាហ្នឹងបាទដោយសារមិត្តភ័ក្តិរបស់ខ្ញុំគាត់នៅឯស្រុកបារាំងក៏ដូចជានៅឯប្រទេសអាល្លឺម៉ង់ដែលគាត់បានទៅលេងឯស្រុកខ្មែរទោះបីថាមិនទាន់ដល់ថ្ងៃចូលឆ្នាំក៏ដោយប៉ុន្តែគាត់បាទដល់គម្រប់គេហៅថាទៅវ៉ាកងរបស់គាត់3ទៅ4អាទិត្យហើយត្រឡប់មកវិញគឺថាមានការភ្ជាប់នៅរបស់របរបាទខ្ញុំជឿថាបងប្អូនដឹងហើយគេចំពោះក្រុមគ្រួសាររបស់ខ្ញុំអញ្ចឹងបាទនៅពេលណាដែលយើងទៅលេងឯស្រុកខ្មែរអញ្ចឹងគឺយើងតែងតែបាទទិញនេះទិញនោះជាពិសេសគឺថាគ្រឿងទេសត្រីញៀតត្រីផ្អកឬក៏ម៉ាំប្រហុកអីផ្សេងបាទម្ទេសឬក៏គ្រឿងបាទដែលយើងអាចយកមកប្រទេសអាល្លឺម៉ង់ឬក៏មកពីប្រទេសបារាំងវិញយើងអាចនឹងទុកបាទក្លាសេវាឲ្យបានយូរទៅដើម្បីនៅពេលណាម្ដងម្កាលទៅពេលណាដែលយើងចង់ញ៉ាំត្រីញៀតញ៉ាំអីយើងមានអញ្ចឹងបងប្អូនហើយដោយសារតែបញ្ហាហ្នឹងហើយបាទបងប្អូនមួយចំនួនដែលគាត់បន្ទប់ធ្វើដំណើរបាទរយៈពេលប្រហែលថ្ងៃកន្លងមកហ្នឹងបាទមានការគេហៅថាឆែកឆេរហើយជាពិសេសគឺបាទប្រទេសបារាំងហើយនិងប្រទេសអាល្លឺម៉ង់បងប្អូនហើយគេមានការគេហៅថាកើនឡើងនៃការ control គេហៅសុខសวัสดิភាពបាទការដែលគេហៅថានាំរបស់របរចូលហ្នឹងហើយបងប្អូនក៏បាទខ្ញុំជឿថាបងប្អូនកំពុងតែចាប់អារម្មណ៍នៅលើសកលលោកពីបញ្ហាគេហៅថាសង្គ្រាមពាណិជ្ជកម្មខាងផ្នែកពន្ធបាទគឺថាDonald Trump ហ្នឹងបាទគាត់ដាក់មកក្តាំងមកគឺថាផ្អើលសកលលោកហើយឥឡូវនេះកំពុងគេហៅថាបាទមានការប្រយុទ្ធប្រឆាំងបាទរវាងប្រទេសចិនក៏ដូចជាប្រទេសនានាដែលយើងធ្វើការគេហៅថាអង្វរកឬក៏ចរចាដើម្បីឲ្យមានការគេហៅថាសមាមាត្រនិពន្ធដាបងប្អូនហើយបាទដូច្នេះហើយបាទនៅតាមប្រទេសនីមួយបាទដូចជាប្រទេសអាល្លឺម៉ង់អញ្ចឹងតែយើងជួបបញ្ហានឹងមួយចំនួនធំប៉ុន្តែគេកំពុងដោះស្រាយដល់អញ្ចឹងទៅអាបញ្ហាការ control បាទជាពិសេសបងប្អូនដែលគាត់បាទជនបរទេសដែលគាត់ធ្វើដំណើរបាទទៅលេងស្រុកឬក៏ត្រឡប់មកវិញគឺថាផ្នែកគយនៅឯគេហៅថា Frankfurt ហ្នឹងបាទជាពិសេសគឺកន្លែងគេហៅតារាងកប៉ាល់ហោះអន្តរជាតិរបស់អាល្លឺម៉ង់ហ្នឹងគឺមានការ control ខ្ពស់ណាស់គឺថាមានការ control តឹងតែងជាងមុនឆ្ងាយណាបងប្អូនណាពីដើមគឺថានៅពេលណាដែលយើងយករបស់របរមកពីស្រុកខ្មែរមានការវិចខ្ចប់ដូចខ្ញុំជំរាបបងប្អូនពីខាងដើមបាទមានត្រីញៀតមានត្រីបាទប្រមាឬក៏ស្អីផ្សេងផ្អកម៉ាំអីឬក៏គ្រឿងផ្លែឈើអីមួយចំនួនដែលយើងភ្ជាប់យកមកជាមួយចូលមកប្រទេសអាល្លឺម៉ង់ក៏ដូចជាប្រទេសបារាំងដែលមានប៉ះពាល់ដូចខ្ញុំជំរាបបងប្អូនបាទមិត្តភ័ក្តិដែលគាត់នៅបារាំងក៏គាត់អញ្ចឹងដែរបាទត្រូវបានគេឆែកហើយគេមានធ្វើការផាកហើយកវត្តរបស់របរដែលយើងបានភ្ជាប់មកជាមួយហ្នឹងបាទចោលក្នុងធុងសម្រាប់មុខនិងភ្នែកយើងហ្មងហើយខ្ញុំក៏ធ្លាប់ជួបប្រទេសអញ្ចឹងដែរប៉ុន្តែគាត់ថាវាយូរដែរហើយបងប្អូនបាទប៉ុន្តែគាត់ថាមិនអស់ច្រើនទេគាត់ថាយើងបន្តិចបន្តួចបាទ50-60អ៊ុយរ៉ូអញ្ចឹងទៅហើយរបស់របរដែលយើងនេះគឺយើងក៏វត្តចោលមួយចំនួនទៅយើងបានមួយចំនួនអញ្ចឹងទៅហើយដូច្នេះហើយបាទខ្ញុំសូមចែករំលែកនៅវីដេអូដល់បងប្អូនជាពិសេសគឺនៅពេលណាដែលយើងបាទនៅឯស្រុកខ្មែរមុនដែលយើងធ្វើដំណើរត្រឡប់មកចូលប្រទេសអាល្លឺម៉ង់វិញដែលយើងទៅលេងឯស្រុកខ្មែរហ្នឹងបាទឬក៏ប្រទេសនានាទាំងអស់បាទដោយសារបើសិនជាមានការគេហៅថាប៉ះពាល់ឬក៏ការ control អីគឺយើងមានសវត្ថិភាពបាទយើងមិនអាចប៉ះពាល់មានការដែលគេដកហូតរបស់របរដែលយើងយកមកអញ្ចឹងណា
ហើយដូច្នេះហើយនៅពេលណាដែលយើងទិញរបស់របរទៅតាមគេហៅថាក្រុមហ៊ុននីមួយៗឬក៏តាមទីផ្សារនៅឯស្រុកខ្មែរនោះបាទយើងធ្វើការគេហៅថាវិចខ្ចប់ឬក៏ដោយវិធីណាខ្ញុំជឿថាបងប្អូនដឹងហើយក៏មានបទពិសោធន៍បាទច្រើនបាទដែលថារបៀបការដែលវិចខ្ចប់ជៀសវាងកុំឲ្យគេហៅថាមានសាយភាយនៃក្លិនបាទគ្រឿងស្អុយឬក៏គ្រឿងស្អីអញ្ចឹងជាពិសេសគឺថៃប្រមាបងប្អូននៅប្រហុកហើយនឹងម៉ាំបាទហើយខ្ញុំពីមុនក៏បាទអស់ប្រហុកពីកំប៉ុងដែរបាទប៉ុន្តែគាត់ថានឹងយើងវាមិនអីវាហេងសុយថាជួនណាគេឆែកជួនណាគេមិនឆែកប៉ុន្តែគាត់ថាឥឡូវនេះបាទគឺថា120%បាទគឺថាមានការតឹងតែងខ្លាំងមែនទែនដោយសារគេខ្ញុំធ្លាប់ធ្វើវីដេអូចែកជូនដល់បងប្អូនបញ្ហាគឺថាគេរឹតបន្តឹងផ្នែករឿងជនអន្តោប្រវេសន៍ដល់ពេលអញ្ចឹងគឺថានៅពេលណាដែលថាយើងបាទកប៉ាល់ហោះចុះមកព្រឹបបាទចូលមកដំណើរមកមានការគេហៅថាប្រុងប្រយ័ត្នបាទជាពិសេសនៅពេលដែលយើងយករបស់ហ្នឹងហើយនឹងអាច្រកដែលយើងចេញមកផ្ទះនេះបងប្អូនបាទពេលហ្នឹងយើងធ្វើដំណើរចេញមកហ្នឹងគឺថាយើងត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការគេហៅថារបស់របរដែលយើងយកមកតាមខ្លួនហើយចំពោះមិត្តភ័ក្តិដែលគាត់ត្រឡប់មកពីស្រុកខ្មែរចូលមកឲ្យស្រុកបារាំងហើយក៏មកប្រទេសអាល្លឺម៉ង់ដែលមានបញ្ហានឹងកើតឡើងគឺថាដោយសារវាមានការគេហៅថាការខ្ចប់វិចបាទរបស់របរសម្ភារៈផ្សេងគ្រឿងទេសប្រហុកម៉ាំផ្អកត្រីញៀតស្អីហ្នឹងដែលដាក់នៅវ៉ាលីបាទសម្រាប់ឲ្យយើងថ្លឹងហ្នឹងណាគឺអត់មានបញ្ហាទេប៉ុន្តែបកលក្ខណៈរហូតដល់គេហៅថាធ្វើឲ្យគឺមានការឆែកឆេរទៅដល់អាវ៉ាលីធំនោះដោយសារតែយើងមានការហៅថាឲ្យបងប្អូនដឹងបាទទាំងរូបខ្ញុំផងដែរនៅពេលណាដែលយើងដាក់នៅក្នុងអាវ៉ាលីធំបាទយើងដាក់ចូលទៅក្នុងកន្លែងដែលគេថ្លឹងហើយយើងតែងតែភ្ជាប់ជាមួយគេហៅថា8គីឡូឬក៏10គីឡូយើងមិនដែលដាក់គ្រប់8គីឡូតែតែលើសរហូតបាទនៅក្នុងគេហៅថាអាវ៉ាលីយួរយើងចូលក្នុងកប៉ាល់ហោះហ្នឹងហើយថែមបូកទាំងស្បោងឬក៏មានស្អីកប៉ិចកប៉ុកបន្ថែមទៅលើទៀតដូចថាយើងស្ដាយបងប្អូននៅពេលណាយើងត្រឡប់មកវិញវាអាចហៅថាដាក់ស្វាយកែវចិនឬក៏មកកាក់ឬក៏ស្អីរបស់ដែលយើងអាចភ្ជាប់បានមួយចំនួនទៀតនៅក្នុងស្បោងដាក់នៅលើគេហៅថាវ៉ាលីអូសដៃចូលទៅក្នុងកប៉ាល់ហោះហ្នឹងណាហ្នឹងដែលបងប្អូនត្រូវប្រយ័ត្នបាទលក្ខណៈគេហៅថាកប៉ិចកប៉ុកដែលយើងយួរអានេះខ្ញុំនិយាយចំពោះបញ្ហាដែលមកដល់ប្រទេសអាល្លឺម៉ង់ហើយនិងប្រទេសបារាំងហើយបាទយើងត្រូវមានការប្រុងប្រយ័ត្នកប៉ិចកប៉ុកសំពីងសំពងបាទវ៉ាលីដែលយើងដាក់ថ្លឹងគីឡូអាហ្នឹងវាផុតហើយវាអូខេណាប៉ុន្តែសំខាន់នេះវិចខ្ចប់រឿងកប៉ិចកប៉ុកស្បោងយួរឬក៏វ៉ាលីអូសដៃហ្នឹងបាទដែលគេថាមកដល់នៅពេលដែលយើងយកអាវ៉ាន់ហើយយើងចេញដែលច្រកយើងចេញទៅផ្ទះបាទបងប្អូនមកទទួលនៅខាងមុខនោះពេលហ្នឹងគឺថាគយគេឈរបងប្អូនគយគេឈរច្រើនណាបាទ5 6នាក់មានស្រីមានប្រុសទៅកំភ្លើងពេញដៃពេញជើងអញ្ចឹងទៅហើយដល់ពេលអញ្ចឹងគេចិត្តតែពិនិត្យមើលអញ្ចឹងដល់ពេលគេសង្ស័យនៅលើកន្ត្រកដែលយើងយួរស្បោកកស៊ូយើងហ្នឹងដាក់នៅលើអាវ៉ាលីអូសដៃយើងហើយនឹងអាវ៉ាលីធំយើងរុញអញ្ចឹងបងប្អូនហើយអាវ៉ាលីអូសដៃស្បោងនៅពីលើនឹងបាទភាកច្រើនខ្ញុំធ្វើអញ្ចឹងហើយបងប្អូនដែលគាត់មានបញ្ហាក៏អញ្ចឹងដូចគ្នាដែរបាទគឺថាពេលអញ្ចឹងគេសង្ស័យបាទណាកន្ត្រកស្បោងដែលយើងដាក់នឹងសំពេញសំពោមិនដឹងជាស្អីដល់អញ្ចឹងគេហៅគេសួរគេនាំយើងមើលទៅគេឆែកទៅឃើញថាមានផ្លែម្កាក់ឬក៏ផ្លែស្វាយឬក៏ផ្លែស្វាយខុសរដូវអីចឹងទៅបាទដោយសារយើងគិតថាវាមិនដាក់នៅក្នុងវ៉ាលីទៀតដោយសារក្នុងវ៉ាលីវាគ្រប់គ្រាន់ហើយផ្លែឈើបូកនឹងត្រីផ្សេងបាទហើយដល់ពេលយើងគិតថាភ្ជាប់អានេះមកវាបានច្រើនអញ្ចឹងណាដល់ទៅពេលណាដែលគេ control អានេះកប៉ិចកប៉ុកតាមខ្លួនដែលយើងអូសហ្នឹងណាបាទវាបកលក្ខណៈគេហៅថាគេឆែកមើលទៅគេឃើញរបស់របរសម្ភារៈមួយចំនួនដូចជាគ្រឿងផ្លែម្កាក់ឬក៏ស្អីគេសួរនាំឲ្យយើងអញ្ចឹងទៅហើយគេចេះតែឆ្ងល់អញ្ចឹងទៅបាទផ្លែស្អីឬក៏វាហើយខ្ញុំជឿថាបងប្អូនដឹងហើយបាទគឺថាយើងម្នាក់ដែលយើងបងប្អូនជាបាទខ្មែរដែលយើងនៅរស់នៅឯនេះសមុទ្រយើងទៅលេងស្រុកខ្មែរគឺថាយើងតែងតែមានបទពិសោធន៍គ្រប់គ្នាហើយខ្ញុំក៏ធ្លាប់ធ្វើវីដេអូមួយកន្លងផុតបដែរដែលបញ្ហាបាទរឿងជៀនហើយនឹងអាស្រ័យដៃដែលខ្ញុំពាក់បាទត្រឡប់ពីស្រុកខ្មែរមកត្រូវបានគេផាកអស់បាទចិត្ត1000 អ៊ុយរ៉ូខាងនឹង800 អ៊ុយរ៉ូបាទហើយបូកទាំងនេះទាំងនោះអីលេចកើតហើយយើងសន្យាជាមួយអង្គគេអីហោហើយចុះហត្ថលេខាបាទខ្ញុំធ្លាប់ធ្វើវីដេអូហ្នឹងហើយឥឡូវនេះគឺថាដូចខ្ញុំជំរាបបងប្អូនបាទគឺថាត្រូវឲ្យមានការប្រុងប្រយ័ត្នឲ្យខ្ពស់ជាពិសេសគឺបញ្ហាគឺអាស្បោងសំពីងសំពងតែម្ដងអាវ៉ាលីធំវារួចឃើញទេហើយនៅពេលណាដែលគេឆែកអាហ្នឹងដែលវាមានបញ្ហាកើតឡើងហ្នឹងគេឆែកគេសង្ស័យលើអាកន្ត្រកស្បោងដែលយើងយួរសំពីងសំពងហ្នឹងទេហើយដល់គេឆែកមើលទៅគេសង្ស័យទៅគេមើលទៅឃើញថាផ្លែម្កាក់ឬក៏របស់របរមួយចំនួនដែលយើងភ្ជាប់មកដែលថាគួរគេសង្ស័យហ្នឹងដល់អញ្ចឹងទៅគេហៅថាអូខេបើអញ្ចឹងអ្នកឯងចូលទៅខាងទៅកន្លែងដែលគេឆែកហ្នឹង
គេក៏ឆែកដល់អាវ៉ាលីធំនោះបងប្អូនបាទអាទូចហ្នឹងបកលក្ខណៈទៅដល់អាវ៉ាលីធំហើយដល់ពេលគេបើកអាវ៉ាលីធំហ្នឹងមកបាទហើយបងប្អូនដឹងស្រាប់ហើយបាទនៅក្នុងហ្នឹងគឺយើងតែងតែដាក់ហើយបាទប្រហុកម៉ាំត្រីកាភ្លាស្អីត្រីឆ្អើត្រីញៀតស្អីផ្សេងបាទគ្រឿងទេសម៉ាំផ្អកអីហ្នឹងដែលយើងវិចខ្ចប់ការប៉ិនគឺយើងវិចបានល្អណាក្រុមហ៊ុនគេនៅស្រុកខ្មែរគេលក់បាទសម្រាប់ចេញមកប្រទេសក្រៅឥឡូវគឺថាគេវិចបានល្អបានស្អាតណាស់នៅពេលដែលយើងទិញថាយើងយកទៅប្រាប់គាត់ថាយើងយកទៅឯស្រុកក្រៅអញ្ចឹងណាបាទគាត់ថាមានធ្វើការវិចខ្ចប់ឲ្យយើងបានល្អអត់មានប៉ះពាល់ប៉ុន្តែវាចង្រៃដោយសារអាកធៈសំពីងសំបងដែលយើងយកតាមខ្លួនគេឆែកមកឃើញផ្លែមកកាក់ឃើញអាគ្រឿងស្ដៅគ្រឿងស្អីណាដែលគិតថាយកមកដល់ភ្លាមបាទយើងអាចញ៉ាំមកពេលភ្លាមស្រស់ហ្នឹងណាវាប៉ះពាល់ទៅដល់អាវ៉ាលីធំបងប្អូនដល់ឆែកទៅគេឃើញទាំងអស់បាទដល់អញ្ចឹងទៅវាឈានទៅដល់កសួរដែលយើងមានយកលុយមកប្រមាណអីប្រមាណហើយរបស់អស់ហ្នឹងបាទគឺហាមឃាត់មិនឲ្យយកចូលទេហើយយើងចិត្តតែបញ្ជាក់ប្រាប់គេអញ្ចឹងដូចតែខ្ញុំធ្លាប់តែពីមុនអញ្ចឹងបាទទៅពេលដែលគេឆែកយើងថាអូអាហ្នឹងត្រីញៀតសម្រាប់វាអញ្ចេះវាអត់មានប៉ះពាល់ដល់គេហៅថាស្អីដល់ស្រុកអាឡម៉ង់ទេអាហ្នឹងគឺរបៀបគេហៅថាយើងប្រពៃណីរបស់យើងបាទគឺថាត្រីញៀតញ៉ាំសម្រាប់នៅពេលដែលយើងឈឺឬក៏ពេលដែលយើងអីជាប្រពៃណីម្ហូបអាហាររបស់ខ្មែរយើងអញ្ចឹងបងប្អូនហើយបងប្អូនគឺថាបាទជ្រាបឲ្យបញ្ហាហ្នឹងតែដល់ពេលអញ្ចឹងបាទត្រូវគេយកទាំងចេញទាំងអស់បាទគេដកយកយើងចេញទាំងអស់បាទប្រហុកម៉ាំផ្អកត្រីញៀតត្រីឆ្អើត្រីប៉ម៉ាត្រីហើមត្រីក្រៀមគឺថាអស់ហើយលេងបាទជាង10គីឡូហើយបងប្អូនដែលគាត់ជាមិត្តភ័ក្តិរបស់ខ្ញុំនៅស្រុកប្រាំងក៏ដោយករណីដូចគ្នាចឹងបងប្អូនដូច្នេះហើយបានខ្ញុំធ្វើវីដេអូចែកជូនដល់បងប្អូនឲ្យបានជ្រាបឲ្យបានដឹងថាមុននឹងបងប្អូនបាទធ្វើដំណើរត្រឡប់ពីស្រុកខ្មែរចូលមកឲ្យប្រទេសអាឡម៉ង់វិញបាទឬក៏ប្រទេសបារាំងឬក៏ប្រទេសនានាបាទយើងនិយាយថាលើសកលលោកមកបត់ដែលមានបងប្អូននៅឯនីសមុទ្របាទដូចជារូបខ្ញុំអញ្ចឹងនៅឯប្រទេសអាឡម៉ង់អញ្ចឹងបាទយើងត្រូវមានការប្រុងប្រយ័ត្នជាពិសេសគឺបញ្ហាដូចខ្ញុំនិយាយពីខាងដើមសំពីងសំពងហ្នឹងគឺថាវាបកលក្ខណៈទៅដល់អាវ៉ាលីធំនោះបាទដែលសំខាន់សម្រាប់យើងបាទផ្អកម៉ាំត្រីញៀតត្រីឆ្អើត្រីហើមនោះផ្លែមកកាក់ផ្លែអីដែលយើងគិតថាសម្រាប់យកមកធ្វើញោមធ្វើអីញ៉ាំភ្លាមហ្នឹងវាទៅជាបាទបណ្ដាលឲ្យខូចខាតរបស់របរដែលយើងបាទយកមកសំខាន់សម្រាប់ទុកបានយូរយើងញ៉ាំបងប្អូនបាទហើយគេផាកលុយយើងមួយចំនួនទៀតបាទមាន50-60រៀលទៅតាមអាហ្នឹងទៅនៅពេលណាដែលគេបាទពិនិត្យឃើញគេធ្វើការកត់ត្រាអញ្ចឹងទៅគេទាមទារឲ្យយើងមានបង់ប៉ុណ្ណេះប៉ុណ្ណោះហើយយើងខាតរបស់របរដែលយើងបាទយកមកដល់ទៀតបាទអញ្ចឹងហើយបងប្អូនបាទមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់មុននឹងការដែលយើងធ្វើដំណើរមកជៀសវាងកុំឲ្យមានបាទដូចខ្ញុំនិយាយខាងដើមកុំឲ្យមានសំពេញសំពងបាទគឺថាយើងធ្វើមិនលះបង់វាចោលទៅយើងយួរតាវ៉ាលីអូសមួយមកឲ្យស្អាតចឹងទៅឬក៏ស្អីកបោកអីលេខកើតសញ្ញាយើងដាក់ប៉ាសពតឬស្អីវាមិនបញ្ហាបាទកុំឲ្យធ្វើម៉េចវាមើលទៅគួរឲ្យគេចាប់អារម្មណ៍ណាអារឿងវ៉ាលីគឺវាអូខេបាទយើងវិចខ្ចប់បានស្អាតបាទយើងមកយកឲ្យបន្តែគ្រាន់ថាសំខាន់គឺធ្វើម៉េចកុំឲ្យគេហៅថាមើលទៅអារញ៉េរញ៉ៃសំពីងសំពងហ្នឹងវាបកលក្ខណៈថាប៉ះពាល់ដល់របស់សំខាន់ដែលយើងចង់បានយកមកញ៉ាំនោះបាទអញ្ចឹងខ្ញុំអស់ឲ្យបងប្អូនបាទសូមមេត្តាបងប្អូនជួយចុច like បាទ share និង subscribe បាទជាពិសេសគឺ share វីដេអូនេះឲ្យបានច្រើនដើម្បីឲ្យចែកជូនដល់បងប្អូនឲ្យបានទទួលនៅពេលដែលបងប្អូនបាទទៅលេងនៅក្នុងគេហៅថាស្រុកខ្មែរក្នុងកម្មវិធីបុណ្យចូលឆ្នាំថ្មីនៃប្រពៃណីជាតិយើងប្រហែលថ្ងៃខាងមុខហ្នឹងហើយនៅពេលដែលយើងត្រឡប់មកវិញជាវាងកំអយគេហៅថាមានការខាតបង់របស់បងប្អូនបាទចឹងខ្ញុំបានទទួលដំណឹងហើយខ្ញុំធ្វើការបាទរៀបរាប់แล้วក៏ដូចជាហៅថាធ្វើជាវីដេអូខ្លីឡើងដើម្បីឲ្យបងប្អូនបានទទួលនៅព័ត៌មាននេះបាទហើយខ្ញុំក៏សូមបាទលើកដៃ10បាទម្រាម10ចាជូនពរដល់បងប្អូនបាទក្រុមគ្រួសាររបស់បងប្អូនខ្មែរយើងទាំងអស់បាទមិនថាឯស្រុកខ្មែរឬក៏បងប្អូនដែលរស់នៅឯនីសមុទ្របាទសូមបងប្អូនទទួលយកនូវសុខភាពល្អជាពិសេសគឺបាទចូលឆ្នាំថ្មីហើយទទួលបាននៅសុខសេរីសួស្តីក្នុងក្រុមគ្រួសាររបស់បងប្អូនទាំងមូលហើយជាពិសេសគឺប្រកបមុខរបរបាទផ្នែកគេហៅថាការងារក៏ដូចជាការរកស៊ីទទួលទានមានបានបាទគ្រប់រូបហើយជាពិសេសគឺបញ្ហាសុខភាពតែម្ដងសូមបងប្អូនបាទទទួលបានគ្រប់រូបបាទពីរូបខ្ញុំបាទនៅឯប្រទេសអាឡម៉ង់បាទសូមអរគុណច្រើនបាទសូមជម្រាបលាហើយយើងជួបគ្នានៅវីដេអូក្រោយទៀតបាទ